គុំរាងកាយមនុស្សស្រីត្រង់ណាទៅដែលហៅថាប្រពន្ធបើចង់អុលទាយមិនត្រូវទេត្រូវប្រគល់ស្រីស្អាតឲ្យគេវិចភ្លាមមានបុរសម្នាក់ទើបតែរៀបការមានប្រពន្ធល្អស្អាតថ្មីថ្ងៃមួយប្តីប្រពន្ធទាំងពីរបានបណ្ដើរគ្នាទៅសួរសុខទុក្ខញាតិសន្តានចៃដន្យមានកំឡោះពីលពីរនាក់បានឃើញក៏កើតចិត្តស្រឡាញ់ចង់បានប្រពន្ធគេហើយក៏ចាប់ផ្ដើមរៀបល្បិចកលភ្លាមណែអាសម្លាញ់ឯងទៅរកខ្ចីរទេះគោគេមកបមកចាំធ្វើពុតជាមិនស្គាល់អញទេបើអញសួរអីឯងកុំឆ្លើយថារទេះអុយសោះចូលឯងឆ្លើយបំបែកជាឈ្មោះចន្ទូលឈ្មោះនឹមវិញយល់ទេអាតូចក៏រត់ទៅខ្ចីរទេះគេមកបឯអាមន់បានដើរទៅស្ទាក់ផ្លូវប្តីប្រពន្ធនោះរួចធ្វើជាហៅឲ្យចូលមកអង្គុយសម្រាកជជែកលេងដើម្បីរួមចាំអន្ទះណែបងប្រុសអញ្ជើញមកអាយសិនមកបងឈប់សម្រាកពីសាទឹកនិយាយគ្នាលេងតិចសិនទៅបងលោកអាតូចបរទេះគោមកដល់អាមន់ក៏ធ្វើជាសួរចៅសុកថាវត្ថុដែលកំពុងបរមនុស្សគេហៅថាអ្វីចៅសុកដឹងច្បាស់ក៏ឆ្លើយភ្លាមថាជារទេះធ្វើឲ្យអាមន់បបួលផ្ដាល់យកប្រពន្ធភ្លាមណែបងប្រុសចុះរបស់ដែលគេបរមកនោះគេហៅថាអ្វីទៅបងបើពិតជារទេះមែនបងហ៊ានភ្នាល់ជាមួយខ្ញុំទេបើបងចាញ់ខ្ញុំសុំតែប្រពន្ធបងទីរបស់នឹងគេហៅថារទេះច្បាស់ណាស់អញខ្លាចអីនឹងភ្នាល់ជាមួយឯងអាមន់ក៏ចាប់ផ្ដើមដើរទៅចង្អុលសួរគ្រឿងបង្គំរទេះម្ដងមួយពីអាតូចឆ្លើយបង្វែរឈ្មោះទាំងអស់មិនព្រមហៅរួមថារទេះឡើយធ្វើឲ្យចៅសុកតល់សម្ដីនេះគេហៅថាអ្វីនេះគេហៅថាចន្ទូលឯនោះគេហៅថានឹមទូត្រាយប្រែកកង់ខ្នងកង់ត្រពងគ្មានកន្លែងណាគេហៅថារទេះទេលុះឆ្លើយរួចសពគ្រប់អាមន់ក៏បង្ខំឲ្យចៅសុកប្រគល់ប្រពន្ធឲ្យខ្លួនចៅសុកប្រកែកយ៉ាងណាក៏មិនឈ្នះល្បិចកលជួបគ្នាក៏ត្រូវពួកវាដណ្ដើមយកប្រពន្ធទៅបាត់ទាំងក្តៅក្រហាយឃើញទេគេមិនមែនហៅថារទេះទេឯងចាញ់ភ្នាល់យើងហើយត្រូវតែប្រគល់ប្រពន្ធមកឲ្យយើងភ្លាមមិនបានទេពួកឯងបោកប្រាស់អញលែងប្រពន្ធអញភ្លាមចៅសុកមិនសុខចិត្តក៏ទៅប្តឹងចៅក្រមប៉ុន្តែកំឡោះខូចទាំងពីរនាក់បានយកប្រាក់ទៅសោកប៉ាន់ចៅក្រមជាមុនធ្វើឲ្យលោកចៅក្រមកាត់សេចក្តីឲ្យចៅសុកចាញ់នឹងត្រូវបាត់បង់ប្រពន្ធទៅគេតាមច្បាប់ចៅសុកឯងចាញ់ភ្នាល់គេពិតប្រាកដមែនត្រូវតែប្រគល់ប្រពន្ធទៅឲ្យគេទៅហាមតវ៉ាតទៀតចៅសុកខំផងជុំសោកស្ដាយប្រពន្ធផងដាវនៅដល់យប់កណ្ដាលផ្លូវក៏ស្រាប់តែទៅប្រទះជួបនឹងសុភាទន្សាយឃើញដូច្នោះក៏សួរនាំរឿងរ៉ាវសពគ្រប់ធ្វើបានជាយំសោកបោកខ្លួនខ្លាំងម្ល៉េះបងប្រុសមានរឿងអីកើតឡើងចូលប្រាប់ខ្ញុំមើលអូលោកបងទន្សាយអើយគេរៀបល្បិចបោកយកប្រពន្ធខ្ញុំហើយលោកបានដឹងរឿងរ៉ាវអយុត្តិធម៌នោះសុភាទន្សាយក៏ធានាជួយប៉ុន្តែសូមឲ្យចៅសុកទៅរកផ្លែចេកទុំមកឲ្យខ្លួនស៊ីសិនដើម្បីបង្កើនកម្លាំងប្រាជ្ញាទៅតតាំងក្នុងតុលាការចេកនេះផ្អែមឆ្ងាញ់ណាស់បងឯងកុំភ័យឡើយឲ្យតែខ្ញុំស៊ីចេកនេះរួចខ្ញុំនឹងទៅជួយកាត់សេចក្តីដណ្ដើមយកប្រពន្ធបងត្រឡប់មកវិញឲ្យបានសុភាទន្សាយបានដើរចូលទៅដល់សាលជំនុំរួចសួរដេញដោលលោកចៅក្រមពីរឿងរ៉ាវកាត់សេចក្តីនិងសូមចូលរួមជួយកាត់សេចក្តីនេះឡើងវិញដើម្បីឲ្យសុខចិត្តទាំងសងខាងជម្រាបសួរលោកចៅក្រមលោកកាត់សេចក្តីមិញនេះគឺមិនទាន់អស់សេចក្តីតាមច្បាប់ឡើយបើដូច្នោះខ្ញុំសូមចូលរួមជួយកាត់សេចក្តីនេះបន្ថែមឲ្យបានត្រឹមត្រូវផងសុភាទន្សាយបានបែរទៅសួរកំឡោះខូចដែលដណ្ដើមយកប្រពន្ធគេនោះពីរឿងលក្ខខណ្ឌនៃការភ្នាល់ពិតប្រាកដណែអ្នកកំឡោះកាលដែលអ្នកឯងភ្នាល់គ្នាជាមួយចៅសុកតើអ្នកឯងដាក់អ្វីជាលក្ខខណ្ឌគឺដាក់ប្រពន្ធនឹងឲ្យលោកបងទន្សាយវាក៏ព្រមព្រៀងភ្នាល់ចាញ់ខ្ញុំច្បាស់ណាស់
សុភាទន្សាយក៏ដាក់ប្រស្នាវាយបកភ្លាមដោយសួរថាបើភ្នាល់យកប្រពន្ធតើត្រង់ណាដែលមានឈ្មោះថាប្រពន្ធពិតប្រាកដបើរកឃើញឲ្យយកទៅចោះ ល្អណាស់បើអ្នកឯងភ្នាល់យកប្រពន្ធចូលអ្នកឯងចង្អុលបង្ហាញខ្ញុំមើលថាត្រង់ណាដែលហៅថាប្រពន្ធបើរកឃើញយកទៅចុះបើរកមិនឃើញត្រូវឲ្យគេវិញ កំឡោះខូចចាប់ផ្ដើមស្ទុះទៅចាប់ដៃនាងសារីតែសុភាទន្សាយប្រកែកថាជានិយមហៅថាដៃទេចាប់ជើងក៏ថាជើងចាប់ត្រង់ណាក៏សុភាទន្សាយបដិសេធថាជាឈ្មោះរាងកាយដាច់ដោយឡែកទាំងអស់នេះមិនត្រង់ដៃនេះហើយជារូបរាងប្រពន្ធ មិនមែនទេនេះគេហៅថាដៃទេចុះត្រង់ជើងនោះគេហៅថាជើងទៅគ្មានកន្លែងណាដាច់ដោយឡែកហៅថាប្រពន្ធឡើយ សុភាទន្សាយក៏សន្និដ្ឋានថាដៃជើងភ្នែកច្រមុះរួមចាប់អស់គ្នាទៅទើបគេហៅថាប្រពន្ធឯរទេសក៏ដូចគ្នាគឺរួមចន្ទូនឹមទូកង់ទាំងអស់ចូលគ្នាទើបហៅថារទេសដូច្នេះកំឡោះខូចយកប្រពន្ធគេមិនបានឡើយ គ្រឿងបង្គំរួមគ្នាទើបហៅថារទេសឯគ្រឿងរាងកាយរួមគ្នាទើបហៅថាប្រពន្ធបើឯងបំបែកគ្រឿងរទេសថាចាញ់ភ្នាល់នោះឯងក៏មិនអាចយកប្រពន្ធគេបានដែរចូលប្រគល់ប្រពន្ធឲ្យគេវិញភ្លាម បន្ទាប់ពីសម្រេចសេចក្តីរួចសុភាទន្សាយបានញិចទៅស្ដីបន្ទោសលោកចៅក្រមយ៉ាងធ្ងន់ធ្ងរចំកណ្ដាលមុខអ្នកភូមិរឿងដែលកាត់សេចក្តីលំអៀងស៊ីសំណូកគេ បងឯងធ្វើជាចៅក្រមកាត់សេចក្តីបែរជាគិតតែពីស៊ីសំណូកគេគ្មានភាពត្រង់តាមច្បាប់ទាល់តែសោះគួរឲ្យខ្មាស់ក្មេងៗណាស់បងអើយ ចៅសុកបានប្រពន្ធត្រឡប់មកវិញក៏មានចិត្តត្រេកអរឥតឧបមាប្តីប្រពន្ធទាំងពីរលើកដៃសំពះដឹងគុណសុភាទន្សាយនិងជូនពរឲ្យលោកបងទន្សាយជួបតែសម្បត្តិសួគ៌និព្វានរឿងនេះអប់រំថាជនលោភលន់និងមន្ត្រីពុករលួយតែងតែចាញ់ប្រាជ្ញានិងយុត្តិធម៌ជានិច្ចលោកបងសុភាទន្សាយកាត់សេចក្តីនេះពេញហៅថាត្រង់ពិតប្រាកដមែនសូមឲ្យលោកបងបានសម្រេចសម្បត្តិសួគ៌និព្វានកុំបីឃ្លាតឡើយបាទ